មានការលើកជើងហើយខាងនោះគ្រូចាំបញ្ជាឲ្យរៀនតាមក្បាច់បាទធៈចន្ទល់ម៉ាត់ជាដើមបាទនេះគឺជាហៅថាគុណខ្មែរបាទក្នុងសម័យពីដើមអញ្ចឹងបងឃើញនៅក្រុមការងារលើបមីកាយើងឃើញខាងនេះគេហៅថាអង្រុតដើម្បីក្រូបត្រីឬរត់ត្រីបាទចឹងខ្ញុំសូមអត្ថាធិប្បាយនៅផ្ទាំងខាងត្បូងម្ដងពាក្យប៉ុននឹងអប្សរាមុននឹងទៅរួមនៅលើវេទិកាផ្សេងអប្សរាតែងតែបាទមកសំពះបាទទឹកដីព្រៃឈើបាទដើម្បីឲ្យរួមទៅឲ្យវាចូលត្រង់ទ្រាយបើសិនគាត់អត់សំពះបាទព្រៃឈើទឹកដីអរញ្ញតាទេគាត់ទៅរួមក៏វាអត់ត្រូវលក្ខណៈដែរវាឆ្លោះបាទដូចបងមានប្រសាសន៍ចឹងបាទអញ្ចឹងយើងមានប្រពៃណីតាំងពីដើមមកម្លេះបាទអានេះគឺបាទយើងត្រីនៅទន្លេសាបយើងណាបាទទន្លេសាបនេះហើយឃើញព្រញៀងជីអីទូឃើញតាឃើញពាក់មង្គលចេះគឺមានន័យថាគឺជាព្រញៀងបាទហើយនេះត្រីដែលខ្មែរយើងមិនអាចបំភ្លេចបានគឺត្រីឆ្លាតបាទឬគេហៅថាត្រីក្រាយណាបាទយើងកោសសាច់វាមកធ្វើជាប្រហិតដើម្បីចៀនបាទគេហៅថាប្រហិតចៀនត្រីក្រាយហ្នឹងបាទដែលមានរសជាតិឆ្ងាញ់ជាងគេបាទអញ្ចឹងយើងមកខាងនេះវិញបាទក្រុមការងារលើបម៉ៃកាបាទយើងឆ្លងមកខាងនេះខ្ញុំសូមអត្ថាធិប្បាយពាក្យព័ន្ធនឹងផ្ទាំងខាងត្បូងនៃប្រាសាទបាយ័នបន្តទៀតបាទពាក្យព័ន្ធនឹងវិធីជីវិតក្នុងការរស់នៅផនប្រជាពលរដ្ឋនៅពីសម័យសតវត្សទី12ដើមសតវត្សទី13នៅក្នុងបាទទន្លេសាបអញ្ចឹងមានន័យថាមានទាំងការរស់នៅផងវិធីជីវិតផងគាត់ផងជិះទូកផងនិងហាត់ក្បាច់គុនផងបាទអញ្ចឹងយើងមើលមានការលើកជើងហើយខាងនោះគ្រូចាំបញ្ជាឲ្យរៀនតាមក្បាច់បាទធៈចន្ទល់ម៉ាត់ជាដើមបាទនេះគឺជាហៅថាគុណខ្មែរបាទក្នុងសម័យពីដើមអញ្ចឹងបងឃើញនៅក្រុមការងារលើបមីកាយើងឃើញខាងនេះគេហៅថាអង្រុតដើម្បីក្រូបត្រីឬរត់ត្រីបាទនៅទីនេះគេឲ្យឈ្មោះថាបន្ទោបងឬគេហៅថាចូលបន្ទប់ទឹកណាអញ្ចឹងពាក្យថាខ្មែរយើងយល់ថាយ៉ាងម៉េចពាក្យថាខ្មែរបាទគឺចំមុះស្រួចចិញ្ចើមក្រាស់បាទមាត់កពប់សក់កញ្ញាញ់នេះគេហៅថាខ្មែរ original បាទអញ្ចឹងយើងឃើញនៅលើទូកហើយយើងបែរមកខាងនេះវិញនេះគឺចាំប៉ាបាទប្រទេសចាំប៉ាបាទចាំប៉ាដែលគេហៅថាចាមរស់នៅមានប្រទេសនៅសម័យពីដើមប៉ុន្តែសប្តាហ៍ថ្ងៃអត់មានប្រទេសទេរស់នៅជ្រោកដោយបាទអាណានិគមហ៊ុនវៀតណាមគេហៅថាហើយវៀតណាមខាងត្បូងបាទអញ្ចឹងយើងឃើញក្នុងវិធីជីវិតផងច្បាំងគ្នានៅទន្លេសាបផងអញ្ចឹងវិធីជីវិតនេះបាទក្រុមការងារយើងនឹងឃើញក្នុងការអាំងត្រីឃើញទេបាទត្រីនេះគេហៅថាបាទត្រីតាអោនគេអាំងត្រីយកទៅអីទៅញោមស្វាយបុកស្វាយជាដើមបាទជាអាហារដែលខ្មែរយើងមិនអាចបំភ្លេចបានបាទតាំងពីបុព្វបុរសរហូតដល់សប្តាហ៍ថ្ងៃបាទអញ្ចឹងយើងមើលឃើញទីនេះមានការបញ្ចុកបាយឲ្យកូនបាទកូនទូចណាបាទមានបញ្ចុកបាយផងហើយត្រីនេះមួយចង្អាមខ្ញុំស្មើនឹង2តឹកគេឲ្យត្រីអីគេត្រីឆ្ពិនត្រីដែលមានឆ្អឹងច្រើនហើយខ្មែរយើងគាត់ប្រកាន់ណាស់អ្នកដែលចេះមុនអាគមគេមិនអោយហូបត្រីឆ្ពិននេះទេកាលណាហូបទៅវាបាក់ធ្មេញឬវាប្រេះធ្មេញដោយសារអីដោយសារអ្នកដែលលេងមុនអាគមស្នេហ៍អូមអាមលំអបមហាសណោះបាទអាណិតសណោះបាទចឹងយើងឃើញក្នុងការច្បាំងគ្នាជាមួយចម្ប៉ាខ្មែរយើងធ្លាក់មកមានកពើខំពោះបាទអញ្ចឹងយើងឃើញរូបភាពណាការឆ្លាក់នេះមិនមែនយើងសម័យឃើញយ៉ាងនេះទេគឺឆ្លាក់អំពីច្បាំងគ្នាផងពាក្យព័ន្ធនឹងវិជីវប្រវត្តិក្នុងការរស់នៅផនប្រជាពលរដ្ឋផងបាទអញ្ចឹងយើងឃើញទេបាទអញ្ចឹងមានការឡើងទៅយោនៅ
sầm bộc sát nô lư đầm trừ chân dương khơi nè bạn chân miên ca banh tuần sai đầm bay dục mà hộp vừa chia mà hộp cả na dừng hộp tray rồi thái vị trình đấy nó dừng tàu tại hộp sạch chân tuần sai bờ sạch viên mà cần rộp cả sáng rít mơ ban mà tràn